ចំមានរឿងអ្វីចេះលោកគ្រូពេជ្រសុផាន់សម្រាប់ចិត្តដកពេជ្រសម្បត្តិចេញពីការប្រកួតជាមួយនឹងកីឡាករសញ្ជាតិអេស្ប៉ាញ Mario Alvarez នាថ្ងៃទី14 ខែឧសភាខាងមុខនេះតាមមិនតន់ត្រែនបងប្អូនយើងតាហ៊ានទៅដេកចាតាមមិនតន់មករឿងស្រុកខ្មែរយើងបាទកុំដេកអីសោះអញ្ចឹងមកដឹងជាមួយនឹង admin ទាំងអស់គ្នាអញ្ចឹងមកតាមការបង្ហើបពីសំណាក់បាទភ័យផ្លូវការរបស់លោកគ្រូពេជ្រសុផាន់លោកបានបង្ហើបថាឃើញសំណេរនេះរបស់ស្ថាបនិកគុណខ្មែរ Superfight លោកសឿវណ្ណៈខ្ញុំបាទពេជ្រសុផាន់ប្រធានក្លឹបប្រដាល់គុណខ្មែរពេជ្រសុផាន់សូមដកសិស្សពីការប្រកួតផ្ដល់ឱកាសឲ្យធនវណ្ណាប្រកួតជំនួសដើម្បីបំពេញបំណងគាត់ថ្ងៃសៅរ៍ទី10ខែឧសភាឆ្នាំ2025ចឹងមានរឿងអ្វីអញ្ចេះបងប្អូនយើងចឹងមកតាមសំណេរដែលលោកគ្រូពេជ្រសុផាន់ឆ្លើយតបទៅកាន់បងប្រុសសឿវណ្ណៈបាទដែលបងប្រុសសឿវណ្ណៈគាត់បានបង្ហោះសារបែបនេះថាធនវណ្ណាគាត់មានបំណងចង់ជួបម៉ារីអូសងសឹកឲ្យមិត្តរួមជាតិវ៉ាន់ថងនិងបូរ៉ាប៉ុន្តែកីឡាករ Stendro Martin អាយុ29ឆ្នាំទម្ងន់របស់គេគឺ60គីឡូក្រាមកម្ពស់ 1.65 សង់ទីម៉ែត្របាទប្រកួត47ឈ្នះ34ហើយគេចាញ់11ស្មើ2បាទផ្ដួលដៃគូ10ដងបើសិនករណីប្អូនឈ្នះកីឡាករ Martin Mario ក៏ឈ្នះពេជ្រសម្បត្តិបាទចាំបំពេញបំណងប្អូនវគ្គក្រោយរឿងនេះនឹកឃើញដល់ទុំគិតិខ្ញុំបាទផ្ដល់ឱកាសការប្រកួតឲ្យប្អូនធំមួយក្រៅស្រុកថ្ងៃទី21ខែ6ឆ្នាំ2025ជាមួយឈុតធំ5នាក់ប្រឹងប្រែងបន្តចឹង